ជំរាបសួរបងប្អូនទាំងអស់គ្នានេះខ្ញុំសង្ឃឹមថាវីដេអូមួយនេះគឺជាការចែករំលែកមួយនៅក្នុងនាមនេះខ្ញុំគឺជាម្ដាយម្នាក់ដែលតែងតែជូនកូនទៅរៀនហើយក៏ជាម្ដាយម្នាក់ដែលដាក់កូនឲ្យរៀននៅសាលាឯកជនដោយសារតែកន្លងមកក៏ដូចជាឥឡូវនេះគឺឃើញមានការលើកឡើងនៅយោបល់រិះគន់ទៅលើអ្នកដែលគាត់យកកូនទៅសាលារៀនហើយចតឡានរំលោភលើដងផ្លូវដែលធ្វើឲ្យមានការកកស្ទះទៅដល់បងប្អូនយើងដទៃទៀតដែលគាត់ធ្វើដំណើរនៅតាមដងផ្លូវអញ្ចឹងកន្លែងនេះខ្ញុំក៏ចង់លើកជាចំណុចខ្លះៗដើម្បីជម្រាបជូនថាមិនសុទ្ធតែឪពុកម្ដាយទាំងអស់គាត់មានគំនិតដូចគ្នានៅក្នុងការចតបំពេញនៅលើទ្រូងផ្លូវនោះទេក៏ប៉ុន្តែពិតជាមានមែនអ្នកដែលគាត់ចតបំពេញអញ្ចឹងចំណុចនេះខ្ញុំសូមចែករំលែកនៅបទពិសោធន៍នៅក្នុងនាមជាម្ដាយម្នាក់ដែលជូនកូនទៅរៀនហើយយើងគោរពនៅសិទ្ធិអធិភាពរបស់អ្នកដទៃនៅក្នុងនេះមានន័យថាបច្ចុប្បន្នគឺបងប្អូនដែលគាត់ធ្វើដំណើរតាមផ្លូវគាត់តែងតែមានអារម្មណ៍ស្មុគស្មាញខ្លាំងនៅពេលដែលធ្វើដំណើរដល់ទីប្រជុំជនជាពិសេសនោះគឺសាលារៀននៅចំម៉ោងដែលកូនចូលរៀននិងម៉ោងដែលចេញពីសាលារៀនទោះបីជាយ៉ាងណាក៏ដោយនេះខ្ញុំទទួលស្គាល់ថាការចេញពីរៀននិងការចូលរៀនវាមានរយៈពេលខ្លីទាំងនេះខ្ញុំជាម្ដាយរបស់គេក៏នេះខ្ញុំយល់ឃើញថាវាខ្លីប៉ុន្មានវាមិនយូរប៉ុន្តែការកកស្ទះវាធ្វើឲ្យរំខានប៉ះពាល់ផ្លូវចិត្តរបស់អ្នកធ្វើដំណើរមនុស្ស10នាក់ចិត្តអត់ដូចគ្នាទាំង10ទេតែងតែមានការខុសគ្នាជួនកាលអ្នកខ្លះគាត់មានបញ្ហាពីណាពីណីមកហើយមកជួបការកកស្ទះនៅក្នុងនេះទៀតវាធ្វើឲ្យគាត់កាន់តែតុកសិកខ្លាំងណាគាត់កាន់តែមានបញ្ហាមួម៉ៅនៅក្នុងចិត្តច្រើនអីចឹងទៅអញ្ចឹងបើសួរថាយើងគួរតែយោគយល់ទៅដល់សិស្សចេញពីរៀនសិស្សចូលរៀនអត់អាហ្នឹងយោគយល់អាហ្នឹងបើគេយោគយល់ក៏អរគុណគេទៅប៉ុន្តែអ្វីដែលសំខាន់នៅក្នុងនាមយើងជាអាណាព្យាបាលជាឪពុកម្ដាយយើងត្រូវតែមានគោលការណ៍ជំហរមួយដ៏រឹងមាំដើម្បីខ្លួនឯងទី1កុំចាំបាច់រហូតដល់ទៅគេរិះគន់ឬក៏គេស្នើសុំដៃផ្ទាល់ថាអូបងសុំបើកផ្លូវចេះមុនចុះពីដើម្បីឲ្យគេបានធ្វើដំណើរផងអីមិនបាច់ទេជាបទពិសោធន៍របស់នាងខ្ញុំបារម្ភបំផុតនាងខ្ញុំខ្លាចនៅពេលដែលនាងខ្ញុំឃើញគេបង្ហោះចាគេថ្មេះតេះដៀលដល់ឪពុកម្ដាយអាណាព្យាបាលដែលទៅយកកូនឲ្យចត3-4ជួរនៅលើផ្លូវហ្នឹងហើយមានអារម្មណ៍ថាវាដូចជាទោះបីយើងមិនបានប្រព្រឹត្តប៉ុន្តែវាហាក់បីដូចជាវាជាប់ឈ្មោះកូនយើងនៅក្នុងនឹងដែរចឹងទៅគេនិយាយថាម៉ែឪដែលរៀននៅសាលាឯកជនមួយចំនួនមានលុយមានឡានទំនើបក៏ប៉ុន្តែมันមានការពិចារណាឲ្យបានល្អិតល្អន់ដិតដល់យកកូនទៅរៀនយកកូនទៅបណ្ដុះចំណេះវិជ្ជាក៏ប៉ុន្តែបង្កើតសិលធម៌ដែលមិនល្អឲ្យកូនធ្វើតាមតាក់ទងទៅនឹងការមិនគោរពសិទ្ធិអ្នកដទៃនៅលើដងផ្លូវអញ្ចឹងនៅត្រង់ចំណុចនេះជាការសំណូមពរទេជាទូទៅកន្លងមកបងប្អូននាងខ្ញុំគ្រាន់តែចង់ជំរាបថាកុំឲ្យការចតរបស់យើងលើសពីឡើងពី2ទៅ3កន្លងឬក៏4កន្លងព្យាយាមតម្រង់ជួរទៅតាមនៅផ្នែកខាងស្ដាំបំផុតនៃដងផ្លូវនឹងឲ្យបានអស់ពីលទ្ធភាពនេះខ្ញុំជឿជាក់ថាយើងប្រកាសជាមិនអាចនៅក្នុងការបញ្ឈប់បានទេនៅក្នុងការដំណើរការជូនកូនទៅរៀនប៉ុន្តែឪពុកម្ដាយដែលដល់ម៉ោងជូនកូនទៅរៀនអាចនិយាយបានថាទៅឲ្យបានមុនម៉ោងជៀសវាងការកកស្ទះបខំធ្វើឲ្យប៉ះពាល់ទៅដល់ការរៀនសូត្ររបស់កូនប៉ះពាល់ទៅដល់ការធ្វើដំណើរតាមដងផ្លូវចឹងទៅហើយអាចនិយាយបានថាតកតងទៅនឹងការចតហ្នឹងគឺអឺព្យាយាមតម្រង់ជួរឲ្យអស់លទ្ធភាពណាបងប្អូននិយាយរួមទៅយើងបង្កើតទម្លាប់នៅក្នុងការតម្រង់ជួរដើម្បីទម្លាក់កូនយើងចូលសាលាឬក៏ចាំទទួលកូនយើងហើយមួយវិញទៀតបើសិនបើការតម្រង់ជួរនោះមានការកកស្ទះខ្លាំងបងប្អូនអាចគិតមើលថាតើកន្លែងផ្សេងឆ្ងាយពីនឹងប្រហែលជា20ទៅ30ម៉ែត្រឬក៏50ទៅ100ម៉ែត្រមានកន្លែងចតអត់អញ្ចឹងបងប្អូនអាចហួសទៅចតនៅកន្លែងហ្នឹងទៅដើម្បីធ្វើយ៉ាងណាកុំឲ្យប៉ះពាល់ដល់អ្នកដទៃដើម្បីតែយើងចង់បានចិត្តពេកទេណាសុកចិត្តដើរឲ្យឆ្ងាយបន្តិចនាំដៃដឹកដៃកូនយើងដើរទៅកុំឲ្យប៉ះពាល់ដល់គេខ្លាចគេជាកូនយើងមួយទៀតបើសិនបើដងផ្លូវនៅផ្នែកខាងស្ដាំបំផុតនឹងមានការកកស្ទះបងប្អូនមិនអាចតម្រង់ជួរបានមិនអាចទៅចាំនៅផ្លូវឆ្ងាយបានបងប្អូនអាចជិះកន្លឹងសិនក៏បានដែរចាជិះកន្លឹងសុកចិត្តជិះកន្លឹងទៅដើម្បីរងចាំមើលចន្លោះចូលអាផ្លូវមួយនៅខាងស្ដាំបំផុតហ្នឹងទៅជិះវាងការចតនៅបន្ទាត់ទី2បន្ទាត់ទី3វិហារក៏ស្ទះដល់អ្នកដទៃអញ្ចឹងអានេះគ្រាន់តែជាចំណុចមួយចំនួនចង់សំណូមពរទៅដល់អាណាព្យាបាលទាំងអស់កុំឲ្យគេដៀលថាមានលុយឲ្យកូនរៀនសាលាថ្លៃមានលុយទិញឡានទំនើបជិះជូនកូនទៅរៀនក៏ប៉ុន្តែមិនមានសមត្ថភាពនៅក្នុងការគោរពក្រមសីលធម៌អ្នកដទៃមិនមានសមត្ថភាពនៅក្នុងការធ្វើជាគំរូដល់កូនឲ្យកូនមើលឃើញនៅទង្វើល្អជាឪពុកម្ដាយដែលមានក្រមសីលធម៌ជាឪពុកម្ដាយដែលមានធនធានប្រកបទៅដោយចំណេះដឹងចាអញ្ចឹងកុំឲ្យគេវិនិច្ឆ័យបែបហ្នឹងហើយមួយវិញទៀតក៏កុំឲ្យគេថ្មេះតែដៀលមកដល់កូនយើងដែរពីព្រោះជួនកាលចង់មិនចង់មនុស្សតែមានកំហឹងគាត់អត់បានយល់ពីថាកូនក្មេងយ៉ាងម៉េចយ៉ាងម៉ាទេគឺគាត់ដឹងតែជេរឪពុកម្ដាយហ្នឹងរៀលដាលដល់កូនតែម្ដងអញ្ចឹងកូនមិនមែនជាអ្នកទៅចតឡានឲ្យខុសរំលោភបំពានអ្នកដទៃកូនក៏មិនបានទៅបង្កការកកស្ទះដល់អ្នកដទៃអ្វីដែលសំខាន់គឺទង្វើឪពុកម្ដាយយើងចូលរួមទាំងអស់គ្នាអាហ្នឹងវាដូចជាការបង្ហាញនៅសណ្ដាប់ធ្នាប់បង្ហាញនៅគំរូល្អមួយឲ្យកូនយើងគោរពតាមទៅថ្ងៃក្រោយទេអញ្ចឹងយើងជួយគ្នាម្នាក់បន្តិចម្នាក់បន្តិចដើម្បីកាត់បន្ថយការកកស្ទះនៅតាមដងផ្លូវបើទោះបីជាអាទិភាពសម្រាប់សិស្សសាលាយ៉ាងណាក៏ដោយតែនេះខ្ញុំជឿជាក់ថាបើមានអាណាព្យាបាលទៅជាមួយហើយអាណាព្យាបាលគួរតែយល់អំពីចំណុចនេះដូចគ្នាផងដែរនេះខ្ញុំមានតែប៉ុណ្្នឹងទេក៏សូមជូនជាគតិជូនទៅដល់បងប្អូនទាំងអស់គ្នាហើយក៏សូមអធិស្ឋានចំពោះការលើកឡើងបែបនេះពីព្រោះមិនចង់ឲ្យមានការជេរបន្តិចផ្ដាសាទៅលើឪពុកម្ដាយដែលនាំកូនទៅរៀនហើយក៏មិនចង់ឲ្យមានការជេរបន្តិចផ្ដាសាទៅលើកូនតូចៗដែលគាត់អត់បានដឹងអីដែលគាត់ចុះពីលើឡានដើរចូលទៅរៀនហ្នឹងណាចាអរគុណច្រើនបងប្អូនទាំងអស់គ្នានឹងខ្ញុំសង្ឃឹមថាបងប្អូននឹងចូលរួមហើយខន្តីអភ័យទោសចំពោះការលើកឡើងមានចំណុចលឺលូខ្វះខាតត្រង់ចំណុចណាមួយសូមអរគុណសូមគោរពលា